នៅជប៉ុនកូនស្វាកំព្រាមួយក្បាលដែលខ្វះភាពកក់ក្ដៅបានយកតុក្កតាធ្វើជាម្ដាយកើតមកភ្លាមត្រូវម្ដាយបោះបង់ចោលកូនស្វាតូចដ៏កំសត់មួយស្ថិតក្រោមការមើលថែពីបុគ្គលិកសួនសត្វ Chiikawa Shittijo នៅប្រទេសជប៉ុនជីវិតខ្វះភាពកក់ក្ដៅកូនស្វាដែលមានឈ្មោះថាផាន់ខុនត្រូវបានណែនាំឲ្យចូលទៅសម្របខ្លួនជាមួយវងស្វាផ្សេងទៀតប៉ុន្តែការឈឺចាប់កាន់តែមានទំហំធំឡើងនៅពេលដែលវត្តមានរបស់វាត្រូវបដិសេធនិងច្រានចេញយ៉ាងកម្រោលទិដ្ឋភាពនេះធ្វើឲ្យអ្នកទស្សនាតាមអ៊ីនធឺណិតជាពិសេសបណ្ដាញសង្គមរំជួលចិត្តយ៉ាងខ្លាំងជាពិសេសនៅពេលដែលវាប្រឹងប្រែងជំនះភាពឯកោរបស់ខ្លួនដោយយកតុក្កតាធ្វើជាម្ដាយកើតនៅថ្ងៃទី26ខែកក្កដាផាន់ខុនត្រូវបានសង្គ្រោះដោយបុគ្គលិកសួនសត្វដែលព្យាយាមផ្ដល់ឲ្យវានៅអ្វីគ្រប់យ៉ាងជាពិសេសប្រដាប់ក្មេងលេងដូចមនុស្សក្នុងចំណោមនោះកូនស្វាដែលមានអាយុប្រហែល6ខែពេញចិត្តយ៉ាងខ្លាំងចំពោះតុក្កតាអូរ៉ាំងអូតាំងមួយដែលមានទំហំធំជាងខ្លួនតាមសកម្មភាពរបស់កូនស្វាផាន់ខុនបានចាត់ទុកតុក្កតាលើសពីប្រដាប់ក្មេងលេងវាបានអោបយ៉ាងជិតស្និទ្ធជាមួយនឹងអារម្មណ៍ពោពេញទៅដោយភាពកក់ក្ដៅប្រៀបដូចជាម្ដាយរបស់ខ្លួនវាប្រឡែងលេងវាការពារហើយថែមទាំងទាញដៃតុក្កតានោះទៅអោបខ្លួនថែមទៀតផងមិនចង់ឲ្យវារស់នៅក្នុងសភាពបោកបញ្ឆោតនាដើមឆ្នាំ2026នេះបុគ្គលិកសួនបានណែនាំឲ្យកូនស្វាផាន់ខុនចូលក្នុងវងជាមួយស្វាផ្សេងទៀតប៉ុន្តែវាគ្មានបានការស្វាគមន៍ឡើយផ្ទុយទៅវិញកូនពីណូដ៏កំសត់ត្រូវបានច្រានចេញដួលទៅណាត់តណែងស្ទាក់ស្ទើរនៅក្នុងការរាប់រកអ្នកផ្សេងទៀតកូនស្វាផាន់ខុននៅតែស្វែងរកវិធីបំបត្តិភាពឯកោរបស់ខ្លួនរក្សាក្តីសង្ឃឹមនិងក្តីស្រឡាញ់សម្រាប់ខ្លួនតាមរយៈការវិលទៅលេងជាមួយតុក្កតាអូរ៉ាំងអូតង់វាមិនចង់ឃ្លាតពីម្ដាយសិប្បនិមិត្តនោះឡើយហើយបុគ្គលិកថែទាំក៏មិនព្យាយាមបំបែកទៀតនោះដែរជីវិតរបស់កូនស្វាផាន់ខុនបានឆ្លុះបញ្ចាំងឲ្យឃើញថារាល់សពសត្វតែងតែត្រូវការភាពកក់ក្ដៅដូចជាមនុស្សដែរដោយគ្មានអ្នកណាចង់ស្ថិតរស់នៅកំព្រាខ្វះទីពឹងនោះឡើយបច្ចុប្បន្ននេះកូនស្វារូបនេះបានទទួលនៅការរាប់អានពីបណ្ដាមនុស្សពេញពិភពលោកជាពិសេសអ្នកដែលបានទៅជួបផ្ទាល់នៅសួន Chiikawa Shittijo ហើយស្វាមួយចំនួនហាក់ដូចជារាប់រកវាវិញផងដែរ